ចាសួស្តីអ្នកទាំងអស់គ្នាបច្ចុប្បន្ននេះវិទ្យាសាស្ត្រកាន់តែជឿនលឿនដូច្នេះការកំណត់ភេទកូនលែងជាបញ្ហាទៀតហើយម៉ាក់មួយប៉ាអាចកំណត់ភេទកូននៅផ្ទះខ្លួនឯងបានដោយយើងធ្វើតាមវិធីសាស្ត្រដូចខាងក្រោមដោយនៅប្រទេសជប៉ុនគេប្រើប្រាស់ gel សម្រាប់កំណត់ភេទកូនអស់រយៈពេល10ឆ្នាំមកហើយភាពជោគជ័យបានដល់ទៅ92%គឺគេប្រើពពួក gel Juby បែបនេះគឺពណ៌បៃតងគឺសម្រាប់កំណត់ភេទកូនប្រុសសម្រាប់ម៉ាក់ឬក៏ប៉ាចង់បានកូនស្រីគឺគេប្រើពណ៌កាឈូកនេះហើយ gel នេះមុននឹងយើងទិញយកទៅប្រើប្រាស់គឺត្រូវពិភាក្សាជាមួយនឹងឱសថការីឬក៏អ្នកជំនាញខាងហ្នឹងឧទាហរណ៍អ្នកទាំងអស់គ្នាចង់កំណត់ភេទកូនអញ្ចឹងអ្នកទាំងអស់គ្នាមុននឹងទិញ gel ហ្នឹងទៅប្រើប្រាស់ត្រូវប្រឹក្សាជាមួយនឹងនាងខ្ញុំដែលជាឱសថការីដើម្បីសាកសួរនៅសំណួរខ្លះជាមួយនឹងណែនាំនៅវិធីសាស្ត្រខ្លះដើម្បីទទួលបានជោគជ័យក្នុងការប្រើប្រាស់ gel នេះបើមានចម្ងល់អីទាក់ទងជាមួយនឹង gel កំណត់ភេទកូនអាច comment សួរនៅខាងក្រោមបានជួបគ្នានៅវីដេអូក្រោយបាយបាយ